tiếng đăng mua chay láng có đôi phu non chứ tam giác cầm nát hai bao chân thế hỏi bị chay lá này này ao bao lên chớn nè lục sát cha chuyên chế bà đăng nét có thay chay lá nó bị thay chân rìm chân thọp mà chui bay mỗi nẹn cô nó chả nhớ rìm tôi bên tôi lục cây mà xã tham mau bị chân lìa đó lục lý thêm tế lục tham mau bị thắc cỏm muốn mồm sập lục chặt ra primary có tham mau bị thay tròn lửa thế nên mình miên cái việc này chẳng bạn mai dưới là tập ra bị thá chay là chay lá này cái kết chấp raពីឆ្នាំ550ទៅទល់នឹងឆ្នាំ800តាមពិតchay láរលត់ទៅតាំងពីឆ្នាំ700ជាងchay láនេះមានព្រះមហាក្សត្រតិចព្រះអង្គទេព្រះបាទភវរ្ម័នទី1ព្រះបាទមហន្តវរ្ម័នឬក៏ចិត្តសេននោះព្រះបាទទី3នោះគឺព្រះបាទឦសានវរ្ម័នឥសានវរ្ម័ននេះហើយដែលជាស្ដេចដ៏អស្ចារ្យជាងគេនៅក្នុងយុគសម័យchay láគឺព្រះអង្គនេះហើយកសាងរាជធានីសម្បូរព្រៃគុកដែលមានឈ្មោះថារាជធានីឦសានបុរៈព្រះមហាក្សត្រខ្មែរទី4គឺព្រះបាទភវរ្ម័នទី2ព្រះមហាក្សត្រខ្មែរទី5គឺព្រះបាទជ័យវរ្ម័នទី1និងក្សត្រចុងក្រោយគេគឺព្រះនាងជ័យរាជទេវីពេលហ្នឹងសង្គមchay láបែកបាក់គ្នាទៅជារដ្ឋតូចទៅជ្វាក៏ទួត្រាជិត100ឆ្នាំញ៉ាំនេះសង្គមchay láអ្វីដែលយើងគួរកត់សម្គាល់នៅក្នុងសង្គមchay láដែលរយៈពេល100ឆ្នាំជាងហ្នឹងព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គប្រកាន់យកឬក៏គោរពទៅលើព្រហ្មញ្ញសាសនាគណៈសិវៈតែមួយអង្គគត់តែប្រតិយើងសួរអញ្ចឹងតើព្រហ្មញ្ញសាសនាគណៈវិស្ណុនឹងបាត់បង់ទេអត់បាត់បង់ទេហេតុអីបើជាអ្នកស្រាវជ្រាវទាំងអង្គហ៊ានថាមិនបាត់បង់ព្រោះនៅក្នុងសម័យchay láនេះគឺឃើញបដិមាថ្មីមួយទៀតដែលបានឆ្លាក់បង្កើតឡើងបដិមានោះមានឈ្មោះថាហរិហរៈហរិហរៈគឺផ្សំអតិទេព2គឺអតិទេពសិវៈនិងវិស្ណុបើវិស្ណុបាត់បង់ធ្វើមិនផ្សំទេកើតដូច្នេះវិស្ណុនឹងមានតែអ្នកណាអ្នកគ្រប់ប្រណិប័តគឺនាម៉ឺនគឺប្រជានរាតែជួបទៅចុះព្រះពុទ្ធសាសនាបាត់បង់ទេពុទ្ធសាសនាអត់បាត់បង់ទេហេតុអីបើយើងហ៊ានថាមិនបាត់បង់ព្រោះគេឃើញបដិមាព្រះពុទ្ធជាច្រើនព្រះអង្គកសាងនៅក្នុងសម័យchay láតែមានបដិមាព្រះអង្គហើយតែតែមានអ្នកដែលគ្រប់ប្រណិប័តទៅតាមអ្វីដែលជាទិស័យរបស់ព្រះអង្គហើយប៉ុន្តែគាត់មិនមែនជាព្រះមហាក្សត្រទេអ្នកគ្រប់អាចថាញាតិវង្សានុវង្សអាចថានាម៉ឺនធំឬអាចថាប្រជានរាវានៅតែមានអធិភាពយើងឃើញមានអធិភាពសាសនា2ធំហ្នឹងគឺព្រហ្មញ្ញនិងពុទ្ធហើយអ្វីដែលមានអធិភាពមួយទៀតគឺសាសនាដើមសាសនាដើមយើងគឺសាសនាព្រលឹងដែលយើងហៅតាមភាសាបារាំងថា animist ហៅតាមភាសាអង់គ្លេស animism មានន័យថាសាសនាជីវចលយើងឃើញដំបូកយើងទៅគោរពថ្វាយបង្គំដំបូកព្រោះយើងចាត់ទុកដំបូកនឹងមានជីវិតមានព្រលឹងអានឹងហើយសាសនាដើមរបស់ខ្មែរដែលគោរពទៅលើអរិយអ្នកតាឬក៏អ្នកដូននេះនឹងប្រពៃណីនឹងឯងហើយបើនិយាយទៅសាសនាដើមនឹងវាមានគ្រប់ជនជាតិទាំងអស់នឹងដែលយើងហៅថាសាសនា animist នឹងប្រាំងហៅថាតូតាំនឹងហើយព្រះអង្គគុណចាស់ចាំសង្កេតមើលពិធីភ្ជុំបិណ្ឌនឹងណាគឺជាប្រពៃណីនៃសាសនាដើមរបស់ខ្មែរសុទ្ធហើយកាត់សម័យអង្គរឬក៏មុនអង្គរបន្តិចភ្ជុំបិណ្ឌហ្នឹងបានទៅភពប្រសពជាមួយនឹងព្រហ្មញ្ញសាសនាមានចម្លាក់ទុកនឹងផ្ដែភាសាតែដល់សម័យក្រោយអង្គរនេះភ្ជុំបិណ្ឌហ្នឹងគឺទៅភពប្រសពជាមួយនឹងពុទ្ធសាសនាប្រសង់ទីអារាមប៉ុន្តែអត្ថន័យដើមគឺសាសនាដើមរបស់ខ្មែរទេហើយព្រះអង្គសង្កេតមើលសាសនាដើមទាំងអស់គ្រប់ជនជាតិណាគឺចាប់ដើមធ្វើនៅខែវស្សាគឺជាពិសេសនៅខែកញ្ញាខែសីហាកញ្ញាខែទឹកឡើងធំពេញមេតែមិនអញ្ចឹងព្រោះមនុស្សពីដើមវាអត់មានផ្លូវថ្នល់ធ្វើដំណើរទេធ្វើដំណើរតាមផ្លូវទឹកអញ្ចឹងហើយគេចេញចូលរកគ្នាពេលទឹកឡើងដូច្នេះបានពិធីបុណ្យគោរពដល់ដូនតានោះព្រលឹងដូនតាគេធ្វើនៅខែវស្សានឹងឯងសែនក្បាលទឹកចិនក៏ខែនោះដែរបារាំងក៏មានដែរអឺរ៉ុបក៏មានដែរនៅប្រទេសបើចាំប្រទេសដទៃទៀតក៏មានដែរទៅខែនោះដូចគ្នាប៉ុន្តែក្រោយមកវាកើតបានសាសនាធំមួយទៀតនោះគឺសាសនាយូដាសាសនាយូដាហ្នឹងពួកជីវិតកម្មសពថ្ងៃនេះសាសនាហ្នឹងគឺហៅសាសនាឯកបៈឯកទេវៈសាសនាហ្នឹងគេឲ្យលុបចោលទាំងអស់ជំនឿផ្សេងទាំងអស់ជឿតែគាត់មួយទេមានតែព្រះជាម្ចាស់មួយទេក្រោយមកបំបែកបានទៅជាគ្រីស្ទានហ្នឹងគ្រីស្ទានហ្នឹងក៏ដូចជាយូដាដែរមានមេធាងតែមួយទេហើយក្រោយទៀតបានមកមូស្លីមនេះគឺសាសនាឯកទេវៈដូចគ្នាដែលលុបចោលមិនឲ្យជឿទៅលើជំនឿផ្សេងនេះគេថាជំនឿផ្សេងសុទ្ធតែជាអរិយសាតាំងទេដូច្នេះជំនឿដើមវាតែមានគុណចាស់
ខ្ញុំកណាអីធ្លាប់ទៅម៉ាឡេស៊ីទៅបីតែម៉ាឡេស៊ីកាន់សាសនាមូស្លីមដែលតឹងរឹងឲ្យលុបជំនឿផ្សេងក៏ប្រជាជនម៉ាឡេស៊ីនៅតែជឿដែរអាហ្នឹងអាតូតាមជំនឿដើមហ្នឹងអញ្ចឹងខ្ញុំកណាបានបញ្ជាក់បន្តិចវិញថាសម័យហ្វូណនហ្នឹងក៏មានដែរជំនឿដើមរបស់ខ្លួនហ្នឹងវាលាយលាយប៉ែងហើយអាលាយប៉ែងហ្នឹងហើយដែលវាបង្កើតបានជាវប្បធម៌វាបង្កើតបានជាអត្តសញ្ញាណរបស់ជនជាតិមួយនឹងឯងដែលអញ្ចឹងមកដល់សម័យចេនឡាហ្នឹងរយៈពេល100ឆ្នាំជាងហ្នឹងយើងឃើញអត្ថប្រយោជន៍ជាផ្លូវការតែមួយគឺព្រហ្មញ្ញសាសនាគណៈសិវៈប៉ុន្តែសាសនាដទៃទាំងប្រពុតផងទាំងព្រហ្មញ្ញគណៈវិស្ណុផងនៅមានអត្ថប្រយោជន៍ទាំងជំនឿដើមរបស់ខ្មែរក៏នៅមានអត្ថប្រយោជន៍អញ្ចឹងបើយើងនិយាយអំពីការកសាងរដ្ឋក្នុងសម័យអាណាចក្រចេនឡាគឺទឹកដីធំធេងណាស់ប្រហែលខែមុនបានរកឃើញសាលាចរិតមួយផ្ទាំងនៅខេត្តកំពង់ស្ពឺនេះដែលសាលាចរិតនោះបានចារអំពីឈ្មោះប្រទេសហ្នឹងថាសវណ្ណភូមិហើយទឹកដីនឹងទល់អញ្ចឹងហើយទល់សមុទ្រសវណ្ណភូមិហ្នឹងគឺចារនៅក្នុងរាជប្របាទឥសានវរ្ម័នហ្នឹងប្រហែលជានៅក្នុងឆ្នាំ630ជាងនៃគ្រិស្តសករាជយកកសាងរាជធានីធំមួយសម្បូរព្រះគុំព្រះអង្គបើមើលទីតាំងរាជធានីនឹងមែនទេប្រហែលជាខ្ទង់40គីឡូ4ជ្រុងហើយសប្តាហ៍ថ្ងៃនេះលោកជាចន្ទោនឹងបានសង់សារមន្ទីរមួយដាក់ថាសារមន្ទីរឥសានវរ្ម័នដែលសារលោកមានស្រុកកំណើតនៅកំពង់ធំហើយឥសានបរៈឬកំពង់ធំនៅកំពង់ធំហ្នឹងអញ្ចឹងបានលោករំលឹកដល់ឈ្មោះព្រះមហាក្សត្រឥសានវរ្ម័នហ្នឹងនេះជាសម័យកាលមួយដែលយើងស្គាល់នូវភាពរុងរឿងក៏ប៉ុន្តែនៅដំណាក់កាលចុងក្រោយមានការបែកបាក់គ្នាប្រហែលជាខ្ញុំកណាគិតទេណាការដណ្ដើមអំណាចនៅក្នុងរាជវង្សានុវង្សហ្នឹងនាំឲ្យបែកបាក់សាមគ្គីគ្នានាំឲ្យខ្លាចទៅជារដ្ឋតូចនាំឲ្យជ្វាហ្នឹងគេគ្រប់គ្រងបានទៅ